ក្តីនិទានក៏បានបញ្ជាក់នៅក្នុងនិគមមានកដុំពីរម្នាក់សម្បត្តិមាសប្រាំងជាអ្នកស្ដុកស្ដំមានកូនមួយដែរតែអង្គសលកម្មផលកើតមកប្រានមិនស័ក្តិសមរូបរាងជាជ្រូកមុខមូលកតំម៉ែអើក្រៀមក្រំអន់ចិត្តពេកក្រៃតែឆាប់ចេះដើរចេះភាសាមនុស្សមិនខ្ជិលច្រអូសប្រាជ្ញាឆ្លៀសវៃចេះជួយរក្សាការពារទ្រព្យមិនរាល់ថ្ងៃប្រើការអ្វីធ្វើបានទាំងអស់មានវត្ថុកំបាំងនៅក្នុងជ្រូកហ្នឹងម៉ែឪពំដឹងថ្ងៃតលតែសោះគឺធ្នូប្រខណ្ឌទឹកលាក់នៅក្នុងពោះដល់ខ្លួនកំឡោះសទ្ធិរិទ្ធពេញចិត្តថ្ងៃមួយជ្រូកស្ដីនិយាយប្រាប់ថារូបកូនត្រូវការភរិយាស្នេហ៍ស្និទ្ធម៉ែឪឮហើយដង្ហើមធំអាណិតព្រោះត្បិតទៅដណ្ដឹងកូនស្រីអ្នកណាពុកម៉ែស្រឡាញ់កូនស្មើជីវិតទ្រព្យធននោះឥតខ្វះក្នុងគេហាដល់តែរឿងនឹងដូចទល់ប្រាជ្ញាបើជ្រូកដូចគ្នាមិនពិបាករកទេកូនថាប្រពន្ធជ្រូកឯខ្ញុំមិនយកបើរកមិនបានក៏មិនអីពុកម៉ែខ្ញុំរកខ្លួនឯងក៏បានន័យដែរក្រោយមកមិនយូរទេលួចចេញបាត់ទៅមុននឹងចាក់ចេញឈរទិសថាគូនៅទិសណាទេវតាប្រាប់ផ្លូវបណ្ដាចិត្តខ្ញុំស្វែងដល់លំនៅរួចដើរសំដៅទៅកាន់ដងព្រៃច្រើនថ្ងៃកន្លងជួបដូនចាស់ម្នាក់ជ្រូកស៊ូបញ្ជាក់យាយដើររកអ្វីក៏លេចឃើញជ្រូកអីចេះស្រដីក៏ស្ដីឆ្លើយប្រាប់ថាជីកញ៉ាំដំឡូងរួចចុះលោកតាគាត់នៅឬទេផ្ទះនៅឯណាដែរលេចកើតជើងត្បូងនិយាយថាតាស្លាប់ខ្យល់ក៏ដួលតោងផ្ទះនៅឯត្បូងកូនស្រីពីរនាក់ជ្រូកក៏និយាយរឿងខ្លួនឲ្យស្ដាប់ហើយប្រាប់ថាសុំផ្ទះយាយសំណាក់យាយយល់ព្រមភ្លាមឥតនៃអល់អាក់ព្រោះគាត់លឺជាក់ជ្រូកកូនសេដ្ឋីជ្រូកក៏ចូលព្រៃឈ្មោះដីតោតតោងរកបានដំឡូង3 4 5ល្អីឲ្យយាយលើកកញ្ជើដាក់លើខ្នងធ្វើឲ្យដើរចេញពីព្រៃសំដៅដល់ផ្ទះកូនស្រីទាំងពីរក៏លេចឃើញម្ដាយរត់ចេញប្រញាយប្រញាប់រួតរះអុកទទួលដំឡូងនេះយ៉ាងរហ័សយាយចាស់ប្រាប់ថានោះជាកូនស្រីទាំងពីរកូនស្រីខ្សឹបសួរទៅម្ដាយថាជ្រូកចេះភាសាមនុស្សផងអីម៉ាមីម្ដាយប្រាប់សពគ្រប់លុះបញ្ចប់ទីជ្រូកហើយនាងទាំងពីរក៏ដឹងចិត្តគ្នាពួកគេទៅរកដំឡូងឲ្យរាល់ដងស្និទ្ធស្នាលកន្លងទៅម្ដាយសន្តានាសួរចិត្តនាងបងនាងប្រកែករីវេលានាងពៅឆ្លើយតបទៅម្ដាយស្រេចលើម៉ែចុះបែបណាក៏ដោយលើកឲ្យអ្នកណាក៏កូនមិនណាយយាយឮពាក្យនេះគាត់នៃរីករាយនិយាយរាយរាប់ប្រាប់ជ្រូកឲ្យដឹងសែនត្រេកអរពុនពេកក្រៃឲ្យយាយចាត់ចែងទៅចុងអីចឹងសំគុំកូនពៅចៅជ្រូកពេលហ្នឹងដណ្ដឹងភ្លាមការមិនបាច់រារែកខាងក្រោយវេលាគ្រានោះឯងមានក្រុមរបាំភ្លេងមកលេងជូនចែកក្មេងចាស់ប្រុសស្រីស្រាប់ស្រាលអាណែកចង់ទៅមើលពេកប្រលប់មិនតាន់នាងក៏ចូលទៅបបួលលៃប្តីចៅជ្រូកប្រាប់ស្រីពៅជាប្រពន្ធទៅតែឯងចុះបងមិនធុញទ្រាន់ឆាប់ទៅឲ្យទាន់ពួកគេចុះអូនដឹងថាប្រពន្ធទៅឆ្ងាយហើយពុំនៅយូរឡើយទំលាយស្រោមខ្លួនហើយស្រោតដំណើររហាំងរហួនទៅដល់សុំខ្លួនចូលក្នុងវង់ភ្លេងចៅជ្រូកចេះបត់ប្រកាសខ្លាំងណាស់ចេះច្បាស់ដូចពួកក្រុមគេអ្នកលេងលុះពេលបញ្ចប់ឯការសម្ដែងស្វះស្វែងត្រឡប់វិញជាប្រញាប់
ចូលស្រោមរួចស្រេចតែបន្តិចនេះក៏យល់ប្រពន្ធមកដល់ក៏សួរសាសាប់របាំលេងល្អទេមើលអូនជួយប្រាប់នាងពៅរាយរ៉ាប្រាប់ថាល្អណាស់បងមានអ្នកលេងម្នាក់នោះរូបសង្ហាទាំងកាយវិការច្រៀងក៏ពិរោះផងជ្រូកថាពាក់អាវក្រហមមែនទេនួនល្អងប្រពន្ធថាបងមិនក៏ដឹងបានចៅជ្រូកនៅស្ងៀមមិនចេញស្ដីតាមពិតសពថ្ងៃពួកគេពីប្រានស្មោះស្ម័គ្រសំដីតែពុំដែលបានប៉ះពាល់រូបប្រាណបានគ្នានោះទេយប់ស្អែកប្រពន្ធសុំទៅមើលទៀតខ្លួនឆ្លៀតចេញទៅដូចម្សិលមិញដែររួចសួរប្រពន្ធថាល្អមើលទេឆ្លើយល្អជាងពេលគេលេងពីម្សិលផងត្រីថាអ្នកដែលសម្ដែងល្អនោះបរោះពាក់អាវសមែនទេនួនអងនាងពៅរឹតឆ្ងល់អីពេកតែកន្លងមិនបងអាចដឹងអញ្ចឹងឆ្ងល់ណាស់យប់ថ្ងៃទី3សុំស្វាមីទៅទៀតរួចឆ្លៀតពួនខ្លំចាំមើលឲ្យច្បាស់ឃើញប្រពន្ធទៅបាត់នាយជ្រូកក៏ប្រាស់បំរាស់ចេញពីស្រោមរូបឆោម8ព្រៃស្គាល់ជាក់ជាបរោះងាយរបាំនោះនាងស្ទុះទៅអោបចាប់រួចអង្វរប្តីកុំឲ្យចូលទៅនៅក្នុងស្រោមវិញអីជ្រូកប្តីយល់ព្រមរួមរស់នឹងគ្នាក្រោយមកក៏ប្រទេសឥតនៃមានស្ដេចសម្រាប់ផ្សងរកអ្នកបនរាជាឮល្បីចៅជ្រូកដ៏មានឫទ្ធាក៏លើកធ្វើជាអង្គក្សត្រាក្រោយពេលក្រុងរាជទ្រង់នាំមហេសីទៅផ្ទាំងសេដ្ឋីមេត្តាបៃតារួចហើយព្រះអង្គបន្ទូលសួរថាតើមានបុត្រាបុត្រីប៉ុន្មានដែរសេដ្ឋីថាទូលបង្គំមានឯកូនប្រុសតែរូបរាងនោះគឺជាជ្រូកទេឲ្យទូលបង្គំទៅដណ្ដឹងកូនគេប៉ុន្តែរកមិនបានក៏គេចបាត់ទៅតែត្រាស់រឿងពិតប្រាប់ដល់កដុំ2តាំងតែដំបងទីមកទល់ឥឡូវដីប្រពន្ធសេដ្ឋីរំភើបពេកទៅស្ទុះទៅអោបទ្រង់សរសើរបារមីទ្រង់រាជបញ្ជានាំគ្នាទៅវាំងរួមទាំងដូនចាស់ម្ដាយនាងពៅស្រីព្រោះនៅជុំគ្នាជាសុខីដែនដីនគរយូរយាឆ្នាំដោយទ្រង់នឹកសន្តោសដល់លៃសត្វជ្រូកអេឲ្យហោរាយកឈ្មោះជ្រូកប្រចាំដាក់នៅលេខរៀងទី12ហើយនៃឆ្នាំចងចាំឆ្នាំកោគឺជាឆ្នាំជ្រូកចឹងឆ្នាំកោឆ្នាំទី12ហ្នឹងបានមកពីមហាក្សត្រដែលមានដើមកំណើតជាជ្រូកចឹងហ៎មិនដើមកំណើតជ្រូកទេជាមនុស្សប៉ុន្តែមានស្រោមជ្រូកអញ្ចឹងហ៎អ្នកមានប៉ុនអ្នកមានប៉ុនចឹងបានអាចខ្លាចជាក្សត្រណាបាទអញ្ចឹងព្រះអង្គនឹងនឹករលឹកដល់សត្វជ្រូកណាទៅឲ្យគេដាក់ឈ្មោះឆ្នាំទី12ឆ្នាំកោហ្នឹងជាឆ្នាំរបស់ជ្រូកអញ្ចឹងហ៎បាទតាមរឿងព្រេងខ្មែរលោកព្រះចឹងក៏ចឹងហ៎ប